សុស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាឲ្យស្គាល់ត្រីដាតណយត្រីដាតណយនៅក្នុងប្រទេសកម្ពុជាយើងគេហៅថាត្រីខ្លាឬក៏ Tiger Fish ត្រីដាតណយគឺជាត្រីទឹកសាបនិយមក្នុងអាងតុបតែងជាពិសេសសម្រាប់អ្នកស្រឡាញ់ត្រីព្រៃដាតណយជាត្រីទឹកសាបមានលំនាំខ្សែឆ្នូតដូចខ្លាមានភាពពេញនិយមខ្លាំងនៅក្នុងសហគមន៍ដើមកំណើតរបស់ត្រីដាតណយគេរកឃើញនៅតំបន់អាស៊ីអាគ្នេយ៍ប្រទេសនៅក្នុងប្រទេសដូចជាឥណ្ឌូនេស៊ីប្រទេសកម្ពុជាប្រទេសវៀតណាមនិងប្រទេសថៃដាតណយវារស់នៅក្នុងតំបន់ទន្លេធំបឹងទឹកល្បាប់ជិតសមុទ្រនិងតំបន់ដែលមានរុក្ខជាតិទំហំរបស់ត្រីដាតណយវាអាចលូតដល់35ទៅ45សង់ទីម៉ែត្រវាលូតលឿនដោយយើងមានការមើលថែដោយផ្ដល់អាហារដែលមានប្រូតេអ៊ីនខ្ពស់ទឹកស្អាតអាយុកាលរបស់ត្រីដាតណយវាមានអាយុកាល10ឆ្នាំទៅ15ឆ្នាំអាហារដែលត្រីដាតណយស៊ីនោះគឺមានដូចជាត្រីតូចដង្កូវសត្វល្អិតប៉ុន្តែពួកប្រភេទហ្នឹងវាអាចនឹងងាយឆ្លងមេរោគដល់ត្រីដាតណយអាកប្បកិរិយារបស់ត្រីដាតណយជាត្រីប្រភេទត្រីកាចវាចូលចិត្តលាក់នៅចន្លោះរុក្ខជាតិឬថ្មពេលខ្លះវាអាចបដូររូបរាងវាទៅជាខ្មៅងងឹតឬសលឿងនៅពេលដែលវាមានអាការៈថាជា stress ខ្លាំងឬវាខ្លាចសត្វអ្វីមួយឬក៏ចាំងពន្លឺភ្លឺខ្លាំងពេកលក្ខណៈទឹកសម្រាប់ចិញ្ចឹមត្រីដាតណយវាមាន pH ពី 6.5 ទៅ 7.5 សីតុណ្ហភាពចាប់ពី26អង្សាទៅ30អង្សាសម្រាប់វីដេអូក្រោយខ្ញុំនឹងនិយាយអំពីតើត្រីប្រភេទអ្វីខ្លះដែលអាចរួមអាងរស់នៅជាមួយត្រីដាតណយបានហើយត្រីអ្វីខ្លះដែលមិនអាចរួមអាងជាមួយត្រីដាតណយបានបាទសូមអរគុណ